បងប្រហែលជាខ្ញុំញ៉ាំជាមួយខែប៉ុន្តែតបងខ្ញុំញ៉ាំដូចថាមួយថ្ងៃអញ្ចឹងមានអារម្មណ៍ថាខ្ញុំមកខ្លួនចេះដូចថាខ្ញុំថាំងចាញ់កាហ្វេហ្នឹងហើយមកទៅហូចចិត្តទៅអស់កម្លាំងហត់លហើយដល់ពេលរួចខ្ញុំថាំងស្អែកឡើងខ្ញុំចង់ដឹងខ្ញុំញ៉ាំទៀតចង់យកឈ្នះកាហ្វេហ្នឹងដល់ពេលខ្ញុំញ៉ាំរាល់ថ្ងៃទៅជាមានអារម្មណ៍ថាស្រួលសុខភាពខ្ញុំទៅជាបែកញើសស្រួលទៅជាអត់អីគេងលក់ស្រួលមានកម្លាំងវិញចាដល់ពេលដំបូងមានអារម្មណ៍ថាកាហ្វេនេះកាច់ខ្ញុំមកខ្លាំងណាដល់ពេលខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ដឹងមើលញ៉ាំទៀតមើលស្អែកឡើងខ្ញុំញ៉ាំទៀតស្អែកឡើងញ៉ាំទៀតធម្មតាដល់ពេលហើយគេងលក់ស្រួលខ្ញុំមកដល់ខ្ញុំអត់ដែរគេងទេគេអត់សូវលក់ទេពេលខ្ញុំចាចុះបើបងញ៉ាំកាហ្វេនៅក្រៅមិនដែរបងខ្ញុំអត់ដែរញ៉ាំផងគ្រូអត់ដែរញ៉ាំទេបងណាអត់ដែរញ៉ាំទេព្រោះខ្ញុំធ្លាប់ញ៉ាំកាហ្វេគីឡូគេខ្ញុំធ្វើទុកទៅជាល្ងឹតមុខងាប់ល្ងើរហៅក្អួតដល់ពេលខ្ញុំញ៉ាំកាហ្វេនេះទៅជាដំបងវារៀងញ័រដៃញ័រជើងគាត់អត់ដូចកាហ្វេគីឡូទេចាដល់ពេលខ្ញុំចង់ដឹងថាខ្ញុំចង់ដឹងចង់ឈ្នះខ្ញុំញ៉ាំទៀតខ្ញុំញ៉ាំរាល់ថ្ងៃឥឡូវខ្ញុំរយៈពេលជាងមួយខែខ្ញុំញ៉ាំព្រោះខ្ញុំមានអារម្មណ៍ថាសុខភាពខ្ញុំល្អគេលក់ស្រួលបាទអរគុណបង